សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស្មីឌីមុនហើយយើងក៏បានជួបចំពោះរឿងខ្ញុំគឺជាស្ដេចស៊ុំប៊ីអ្នកទាំងអស់គ្នាមិនបាច់ឆ្ងល់ទេរយៈពេល2ថ្ងៃហើយខ្ញុំបានចេញរឿងដោយសារតែរវល់ប្រឡងហើយខ្ញុំក៏បានប្រាប់អ្នកទាំងអស់គ្នាផងដែរតើគឺយើងកុំឲ្យខាតពេកចូលរឿងរបស់យើងទៅដោយយើងបានដឹងហើយថាលោកមួយបញ្ចប់នៅពេលដែលកញ្ញាស៊ីលីងមកហៅចំពោះជាងស៊ីប៉ុន្តែរឿងក៏បានបង្ហាញចំពោះលោកជីមីងហើយជាមួយនឹងអ្នកវិទ្យាសាស្ត្របុរាណអាវ៉ែនតាកំពុងតែឆ្ងល់អ្វីទៅនៅក្នុងដៃរបស់គាត់ដែលអ្វីដែលចំពោះបុរាណនឹងប្រាប់នេះគឺជាលោហៈណាណូដែលវាគឺជាអង្គធាតុរាវហើយបើជាអង្គធាតុណាណូនឹងវាអាចប្រៀបធៀបស្មើទៅនឹងស្នូលផែនដីបាទទៅហើយវាក៏អាចស្គមជាមួយនឹងអ្វីមួយផងដែរខ្ញុំដឹងទេដឹងត្រឹមថាវាពិតជារឹងខ្លាំងដឹងត្រឹមថាអាវ៉ែនតានឹងភ្ញាក់ផ្អើលទៅបានហើយបន្ទាប់ពីបានដឹងថាលោហៈណាណូនេះពិតជាអស្ចារ្យជាខ្លាំងហើយចុះនៅក្នុងបច្ចេកវិទ្យានៅក្នុងសម័យរបស់អ្នកវិញដឹងទំនើបប៉ុណ្ណានោះទេមនុស្សបុរាណនឹងប្រាប់ថាការនោះវិញគឺមិនបាញ់ចៃទេមនុស្សដូចជាជ្រូកអញ្ចឹងដោយពងផ្អែកចំពោះបច្ចេកវិទ្យាប៉ុន្តែបច្ចេកវិទ្យាទាំងអស់នោះនៅតែអាចយកឈ្នះចំពោះជាងស៊ីដដែលវាក៏បានធ្វើឲ្យចំពោះអាវ៉ែនតាក៏ឆ្ងល់ចឹងមើលទៅគេនៅក្នុងសម័យរបស់អ្នកប្រហែលខ្លាំងហើយប៉ុន្តែបើអ្វីតាមមនុស្សបុរាណនឹងប្រាប់ថាជាងស៊ីរបស់យើងនឹងគឺមិនមែនស្ថិតនៅក្នុងសម័យកាលរបស់គាត់នោះទេបើតាមអ្វីដែលបុរាណនឹងគាត់និយាយប្រាប់នឹងគាត់គឺបានប្រាប់ថាជាងស៊ីរបស់យើងអាចថានឹងជាស៊ុំប៊ីដំបូងបើតាមការគិតទៅវាហួសពីសម័យកាលរបស់គាត់ទៀតគេក៏បង្ហាញអំពីនៅក្នុងសម័យកាលកសិកម្មផងដែរនៅពេលនោះមនុស្សរបស់យើងគ្រាន់តែជាកសិកររហូតដល់មានស៊ុំប៊ីក៏ចាប់ផ្ដើមបង្កើតជាមួយនឹងបច្ចេកវិទ្យាទំនើបនិយាយទៅពួកគេបានអភិវឌ្ឍខាងបច្ចេកវិទ្យាគឺពិតជាខ្លាំងតែម្ដងប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលហ្នឹងគេក៏បានដឹងពីសែនរបស់ជាងស៊ីផងដែរដែលវាស្ថិតនៅក្នុងសម័យកាលដ៏យូរលង់បាទទៅហើយអាចថាលើសចំពោះ6សម័យកាលក៏បានផងដែរមើលទៅយើងមិនដឹងថាយុគពិតរបស់ជាងស៊ីរបស់យើងប្រមាណនោះទេមិនដឹងថាក៏ខ្លាំងប៉ុណ្ណាដែរប៉ុន្តែអ្វីដែលគេធ្លាប់សិក្សាស្រាវជ្រាវពីសែនរបស់ជាងស៊ីគឺគាត់ស្ថិតនៅក្នុងសម័យកាលមួយដ៏យូរលង់ហើយពួកគេក៏នៅតែអាចដឹងផងដែរប៉ុន្តែមើលទៅត្រង់នេះពួកគេពិតជានិយាយច្រើនពេកហើយជាពិសេសហ្នឹងពួកគេក៏បានបង្ហាញនៅពេលដែលជាងស៊ីរបស់យើងគឺបានបំផ្លាញជាមួយនឹងបច្ចេកវិទ្យានៅក្នុងសម័យកាលរបស់ពួកគេនិយាយទៅនៅពេលនោះគ្មានពីណាម្នាក់អាចយកឈ្នះជាមួយនឹងជាងស៊ីរបស់យើងឡើយដោយជាងស៊ីរបស់យើងបំផ្លាញខ្ទេចតែម្ដងហើយក៏បានចាក់អ្វីមួយគឺសម្រាប់បង្កើតជាមួយនឹងមនុស្សឲ្យរស់ឡើងវិញហើយគាត់ចាក់ចូលក្នុងដីវាដូចជាអ្វីមួយខ្ញុំអត់សូវដឹងច្បាស់នោះទេប៉ុន្តែមើលទៅអាប៉ែជីមីងនិងអាប៉ែវ៉ែនតានឹងដូចមានអារម្មណ៍ថាញើសមិនទេខ្ញុំអត់សូវដឹងច្បាស់ផងដែរត្រង់ហ្នឹងអ្នកចង់ដឹងទៅមើលខ្លួនឯងទៅប៉ុន្តែយើងមើលចំពោះការពិសោធន៍របស់ពួកគេពិតជាឈិតជោគជ័យហើយដោយប្រើជាមួយនឹងសែនរបស់ជាងស៊ីរបស់យើងប៉ុន្តែវ៉ែនតានៅតែបារម្ភខ្លាចថាវានឹងមានចរិតលក្ខណៈដូចជាមួយនឹងជាងស៊ីប៉ុន្តែពួកគេគឺបានរៀបចំរួចអស់បាទទៅហើយបូកផ្សំជាមួយនឹងសែនជាងស៊ីហើយនឹងលោហៈណាណូទៀតវាច្បាស់ថាអាស៊ុំប៊ីនេះគឺកាន់តែខ្លាំងតែម្ដងប៉ុន្តែការពិសោធន៍របស់ពួកគេជោគជ័យឬមិនជោគជ័យពួកគេក៏មិនសូវដឹងច្បាស់ផងដែរមានតែសង្ឃឹមលើការពិសោធន៍នេះតែប៉ុណ្ណោះបង្ហាញចំពោះជាងស៊ីវិញដែលគាត់ក៏បានមកជួបជាមួយនឹងប្រធានាធិបតីមើលទៅគាត់គឺពិតជាមានការពេញចិត្តទៅការចំពោះជាងស៊ីរបស់យើងជាខ្លាំងមូលហេតុដែលគាត់ហៅជាងស៊ីរបស់យើងមើលទីនេះគាត់ក៏ចង់ផ្ដល់ចំពោះរង្វាន់ដែលជាងស៊ីរបស់យើងជួយគាត់ដោយគាត់គឺបានឲ្យជាមួយនឹងកងនាវាទៅការចំពោះជាងស៊ីរបស់យើងមកកាន់កាប់មើលទៅវាស្មើនឹងជាងស៊ីរបស់យើងអាចគ្រប់គ្រងជាមួយនឹងកងយោធាពាក់កណ្ដាលបាទទៅហើយដោយប្រធានាធិបតីគឺពិតជាពេញចិត្តនិងជឿជាក់ជាងស៊ីរបស់យើងជាខ្លាំងមើលទៅត្រង់ហ្នឹងដូចជាអត់សូវសំខាន់ដែរខ្ញុំក៏រំលងទៅត្រង់ហ្នឹងបង្ហាញចំពោះកញ្ញាម្នាក់នេះប៉ុន្តែញ៉ាំបានចាំឈ្មោះនោះទេដឹងត្រឹមថាឥឡូវនេះនាងជាមួយនឹងកញ្ញាហុងរបស់យើងគឺបានចូលដៃគ្នាដោយនាងគឺប្រើលុយជាមួយនឹងប្រហែលដូចជា3តោនដែរគឺដើម្បីឲ្យចំពោះកញ្ញាហុងរបស់យើងជួយព្រោះថាបន្តិចទៀតនេះជាមួយនឹងប្រទេសអានិងប្រទេសបេពួកគេនៅប្រកួតប្រជែងគ្នាគឺដណ្ដើមកោះដែលនោះគឺជាការផ្លាស់ប្ដូរពិសោធន៍ឬក៏បង្ហាញអំពីកម្លាំងរបស់ពួកគេរៀងខ្លួនថាខ្លាំងប៉ុណ្ណាដោយពួកគេចង់ឲ្យកញ្ញាហុងគឺទៅចូលជ្រែកឲ្យពួកគេឆ្លោះគ្នាប៉ុន្តែមើលទៅកញ្ញាហុងរបស់យើងដូចជាមិនសូវចង់យល់ព្រមដោយសារតែកូនចៅរបស់វាក៏ខំនិយាយទៅនិយាយទៅប៉ែខាងណាអត់សូវសំខាន់ឡើយកញ្ញាហុងក៏ចង់ទៅនិយាយជាមួយកញ្ញានឹងមួយស្មើផងដែរដោយក៏បានប្រាប់ផងដែរថាអត់អីទេចាំចែជួយប៉ុន្តែបើសិនជាជួបជាមួយនឹងជាងស៊ីចែអាចធ្វើបានទេអានឹងវាខ្លាំងហើយចែមិនវាយឈ្នះឡើយផែនការរបស់ពួកគេក៏សម្រេចតាមនឹងទៅបង្ហាញចំពោះអ្នកព័ត៌មានឬក៏អ្នកកាសែតវិញដោយពួកគេក៏ចាប់ផ្ដើមផ្សាយអំពីព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅថ្ងៃនេះ
ព្រោះថាវាគឺជាការប្រកួតប្រជែងមិត្តភាពជាមួយនឹងប្រទេស A ហើយនិងប្រទេស B ប៉ុន្តែឥឡូវនេះពួកគេគ្រាន់តែការធ្វើលេងសិនដូចជាអាហ្នឹងហៅថាលេងបាល់ទះនារីរបស់យើងអញ្ចឹងទៅណាពណ៌ដៃនឹងពិតជាស្រីហូរជាខ្លាំងដោយសារតែកញ្ញារៀងស្អាតបែបគេយាយមើលទៅអ្នកគ្នាអាចមើលបានឥឡូវនេះការប្រកួតបាល់ក៏ចាប់ផ្ដើមមកដល់ប៉ុន្តែមើលទៅកញ្ញាស៊ីលីងរបស់យើងមិនបីធម្មតានោះទេមួយទំហឹងមនុស្សចាស់តែម្ដងពួកគេម្នាក់មិនប្រកួតថាដើម្បីមិត្តភាពទេណាមួយដូចជាចង់ស៊ីសាច់ហុចឈាមតែម្ដងម៉ែអើយមើលនេះដូចជាវាយគ្នាអញ្ចឹងជាពិសេសយើងគឺបានចោលអារម្មណ៍ចំពោះមនុស្សពីរនាក់នេះដោយពួកគេមើលទៅដូចជាស្គាល់ជាមួយនឹងចាំងស៊ីរបស់យើងចំណែកចាំងស៊ីគឺដើម្បីរត់គេចចេញពីបាសស៊ីមកបាកដៅមកបាទៅហើយអ្នកដៃលេខបាក៏ឆ្លុះបកាយគ្នាមើលទៅពិតជាវេទនាខ្លាំងណាស់យើងមើលចំពោះក្រុមសង្ស័យទាំងអស់នេះវិញដោយពួកគេពិតជាដឹងច្បាស់ថាចាំងស៊ីរបស់យើងគឺជាស៊ុំប៊ីមិនដឹងថាពួកគេនឹងគឺធ្លាប់ពាក់ព័ន្ធអ្វីជាមួយនឹងចាំងស៊ីរបស់យើងឡើយថែមទាំងដឹងថានេះគឺគ្រាន់តែជាទម្រង់ធម្មតាតែប៉ុណ្ណោះដោយពួកគេក៏បានចាកចេញពីពិភពលោករបស់ពួកគេក៏ដោយសារតែចាំងស៊ីរបស់យើងផងដែរមើលទៅមនុស្សទាំងអស់នេះប្រហែលគឺជាមនុស្សដែលមកពីសម័យបុរាណណាមួយហើយដែលគ្រាន់តែពួកយើងគឺមិនទាន់ដឹងច្បាស់ដឹងត្រឹមថានាងគឺមានការខឹងស្អប់ចំពោះចាំងស៊ីរបស់យើងជាខ្លាំងអាមាត្យធំជាងគេនឹងឈ្មោះថាតៃសានប៉ុន្តែវាដូចជាស្ដាប់បង្គាប់ជាមួយនឹងកញ្ញាម្នាក់នេះដែលបញ្ជាវាជាខ្លាំងហើយត្រង់ហ្នឹងចាខ្ញុំប្រាប់អ្នកគ្នាដឹងទៅពួកគេទាំងអស់ហ្នឹងគឺសិតតែមកពីសម័យកាលក៏ហៅព្រះដល់គ្នាតិចគឺនឹងដឹងយល់ច្បាស់ព្រោះថាពួកគេហ្នឹងក៏ធ្លាប់ប្រយុទ្ធប្រឆាំងជាមួយនឹងចាំងស៊ីប៉ុន្តែមិនអាចយកឈ្នះបានចំណែកខាងណាពិសោធន៍ទាំងពីរអ្នកនេះវិញដូចជាអសសំខាន់ទេយើងគឺរំលឹកសិនទៅចំណែកការប្រកួតរវាងប្រទេស B ហើយនិងប្រទេស A គឺចាប់ផ្ដើមបាល់ទៅហើយអ្នកផ្សាយព័ត៌មាននិយាយតែបែរខ្លាំងពេកខ្ញុំអត់និយាយហ្មងតែពិសេសការប្រកួតនឹងមានជាមួយនឹងចាំងស៊ីរបស់យើងចូលរួមផងដែរដោយមាន3ក្រុមដើម្បីប្រកួតប្រជែងជាមួយនឹងគ្នាដើម្បីដណ្ដើមយកកោះជាពិសេសយើងក៏បានឃើញថាឥឡូវនេះកងទ័ពទាហានខាងយន្តហោះឬក៏ជើងទឹកពោពេញទៅដោយស៊ុំប៊ីតែម្ដងនិយាយទៅលយដែរណាកូនចៅរបស់ចាំងស៊ីរបស់យើងហើយសម្រាប់កញ្ញាស៊ីលីងហើយជាមួយនឹងកញ្ញាឡានឈីនឹងខ្លាចទៅជាអនុប្រធានឬក៏ជាកូនចៅរបស់ចាំងស៊ីរបស់យើងពីពេលនេះតទៅដោយការប្រកួតប្រជែងហ្នឹងគឺមានជាមួយនឹងក្រុម3មួយគឺជាក្រុមរបស់ចាំងស៊ីមួយទៀតគឺជារបស់លោករដ្ឋមន្ត្រីហើយអាប៉ែម្នាក់នេះដូចជាក្បាលកញ្ញាខ្ញុំមិនសូវដឹងទេហើយចំពោះខាងប្រទេសបេក៏មាន3ក្រុមផងដែរអ្នកនរគ្នាគឺអាចមើលបានប៉ុន្តែខ្ញុំគឺសិតតែមិនស្គាល់ឈ្មោះដោយសារតែតួអង្គអសរសំខាន់ដោយអ្នកផ្សាយព័ត៌មានក៏បានមកសាកសួរចំពោះចាំងស៊ីរបស់យើងផងដែរប៉ុន្តែប៉ែហ្នឹងនិយាយត្រឡប់ត្រឡិនពួកយើងគឺកុំប្រយុទ្ធគ្នាអីដើម្បីសន្តិភាពហើយឲ្យខ្ញុំគឺឆាប់ទៅដេកផ្ទះវិញនិយាយគឺពិតជាភ្លាវតែម្ដងបង្ហាញចំពោះកញ្ញាទាំងពីរអ្នកនេះវិញហើយនាងគឺកំពុងតែនិយាយចំពោះក្រុមដែលកំពុងតែចូលថ្មីប៉ុន្តែពួកគេមិនដឹងថាហេតុអ្វីបែរជាពួកគេឲ្យចំពោះមនុស្សថ្មីថ្មោងទាំងអស់នេះគឺចូលមកប្រកួតប្រជែងនោះឡើយស្រាប់តែបរិយឈ្មោះថាតៃសានគឺបានធំក្លិនអ្វីមួយដោយពួកគេធ្លាប់ស្គាល់មិនដឹងថាក្លិននោះគឺជាក្លិនអ្វីទេការពិតទៅក្លិនដែលវាសំដៅនោះគឺជាកញ្ញាហុងរបស់យើងនឹងហើយដែលនោះគឺជាក្លិនរបស់ព្រះគឺជាអ្វីមួយហាបីជិមនៅខ្សោយខ្លាំងណាស់អានេះគេគ្រាន់តែនិយាយអញ្ចឹងខ្ញុំគ្រាន់តែហៅតាមរឿងគេសិនទៅបង្ហាញចំពោះខាងកងនាវានេះវិញដោយចំពោះកងនាវាប្រទេសបេប្រជួបជាមួយនឹងកងនាវាប្រទេសអាបាទទៅហើយដោយពួកគេក៏ចាប់ដើមប្រយុទ្ធប្រឆាំងជាមួយគ្នាតែម្ដងលោករដ្ឋមន្ត្រីក៏បានឃើញជាមួយនឹងព្រឹត្តិការណ៍មួយនេះផងដែរប៉ុន្តែគាត់គឺមិនបានខ្វាយខ្វល់នោះទេដោយសារតែបើសិនជាអ្នកណាគេដល់កោះមុននឹងទទួលបានពិន្ទុ40ឯណោះវាពិតជាច្រើនមនុស្សនៅទីនោះបន្ទាប់ពីបានឃើញព្រឹត្តិការណ៍ទាំងអស់នោះនាំគ្នាហូរតាមម្ដងដាក់ទៅវាយទៅមើលទៅពណ៌ដៃទាំងអស់នេះខំបាញ់គឺពិតជាខ្លាំងតែម្ដងប៉ុន្តែកន្លែងដែលបាញ់ហ្នឹងគឺជាទីតាំងរបស់ប៉ែវ៉ែនតាកន្លែងវាលាក់ខ្លួនគឺជាកន្លែងកោះដែលពួកគេកំពុងតែដណ្ដើមគ្នាប៉ុន្តែមើលទៅចំពោះមនុស្សប្រមាណអ្នកនេះពិតជាឈឺប្រកែកគ្នាខ្លាំងមែនទែនលោករដ្ឋមន្ត្រីក៏បានប្រាប់ផងដែរគឺកង្ខ្វល់យើងគ្រាន់តែយកកោះរបស់យើងអ្នកដែលភ័យជាងគេគឺជាអវ៉ែនតាដោយមានការភ្ញាក់ផ្អើលគិតថាពួកគេបានរកឃើញទីតាំងរបស់ខ្លួនប៉ុន្តែខាងកងទ័ពនេះវិញដោយយើងឃើញថាកងទ័ពខាងប្រទេសអេហ្នឹងក៏ចេញប្រយុទ្ធដោយខ្លួនឯងស្រេចទៅនៅគោកតែម្ដងមកអញហើយអ្នកទស្សនាទាំងអស់នេះគឺហូរឈាមតាមថ្មីផងតាមចំហផងបើជារោគរាក់ជាខ្លាំងកញ្ញាម្នាក់ដែលគឺជាប្រធានក្រុមក៏បានចេញទៅវាយជាមួយនឹងអាប៉ែហ្នឹងតែម្ដងមកខ្ជិលគិតច្រើនអាហ្នឹងវាពិតជាលែលើអូដកទៅពិតជាល្អ
មែនតើអូនចំណែកខាងលោករដ្ឋមន្ត្រីជាមួយនឹងកញ្ញាពីរនាក់នេះគឺបានប្រជុំមុខជាមួយគ្នាដោយពួកគេមិនបានប្រយុទ្ធគ្នាទេគឺធ្វើម៉េចគឺដើម្បីឲ្យទៅដល់កោះនោះមិនដើម្បីទទួលបានជាមួយនឹងពិន្ទុ40ដូច្នេះពួកគេបង្កើនជាមួយល្បឿននាវារបស់ពួកគេកាន់តែលឿនសម្រាប់ពួកអដែងដែលកំពុងតែលាក់ខ្លួននៅលើកោះមនុស្សគឺកំពុងតែមានការភ្ញាក់ផ្អើលដោយពួកគេគឺស្មានខុសដោយគិតថាពួកអដែងទាំងអស់នោះគឺប្រហែលគឺបានរកទីតាំងរបស់ខ្លួនឃើញទាំងដែលការពិតទៅពួកគេគឺកំពុងតែប្រកួតប្រជែងគ្នាដើម្បីដណ្ដើមយកកោះមួយនេះសូម្បីតែប៉ែជីមីងក៏ឆ្ងល់ផងដែរព្រោះថាកោះនេះគឺមិនបានស្ថិតនៅក្រោមការគ្រប់គ្រងមិនថាប្រទេស B ឬក៏ប្រទេស A ឡើយប៉ុន្តែរឿងក៏បានបង្វែរមកថយក្រោយនៅពេលដែលប្រធានាធិបតីទាំងពីរនាក់ហ្នឹងគឺកំពុងតែនិយាយគ្នាអំពីការប្រកួតប្រជែងមិត្តភាពដោយពួកគេហ្នឹងគឺបានជ្រើសរើសជាមួយនឹងកោះមួយនោះប្រសិនបើជានរណាឈ្នះនឹងទទួលបានជាមួយនឹងកោះមួយនេះនេះហើយគឺជាមូលហេតុដែលនឹងមានរឿងនេះកើតឡើងដែលវាក៏មិនអាចថានឹកស្មានដល់ចំពោះលោកជីមីងផងដែរជំយៈឲ្យពណ៌នេះពិតជាខឹងបាច់ឲ្យអាមនុស្សបុរាណប៉ុន្តែវាគឺមិនទាន់បានបំពេញជាមួយនឹងកោរបស់វាគឺឲ្យនៅឡើយនោះទេប៉ុន្តែរឿងក៏បានបង្វែរចំពោះខាងពួកគេវិញដែលយើងគឺបានឃើញថាពួកគេនៅតែបន្តជាមួយនឹងល្បឿនរបស់ពួកគេអ្វីដែលពួកគេកាន់តែឆ្ងល់គឺបានឃើញថាបាត់ជាមួយនឹងទុកអ្វីមួយឲ្យច្រឡំនាវាការពិតទៅនាវារបស់ចាំងស៊ីយើងនឹងហើយគឺបានបាត់ខ្លួនគឺដោយសារតែពួកគេគឺបានបើកផ្លូវខុសដោយវាក៏បានបើកមកដល់ចំពោះតំបន់អាក់ទិកបាទទៅហើយនិយាយទៅឡើងឆ្ងាយគ្នាមួយមេឃមួយដីតែម្ដងវាគឺបានធ្វើឲ្យចំពោះកញ្ញាស៊ីលីងរបស់យើងគឺមានការខឹងជាខ្លាំងអាណាគេវិញបើកនាវាលលើអញ្ចឹងដាក់មកស្បែកជើងឡាតែយើងបង្ហាញចំពោះខាងកងនាវានេះវិញដោយពួកគេនៅតែបន្តប្រយុទ្ធគ្នាដដែលហើយអបកាច់យកប្រយុទ្ធគ្នាហើយមិនពាក់ខោអាវឲ្យស្រួលចង្រៃសម្រាប់លោកជីមីងវិញគឺកំពុងតែមានការភ័យចំពោះពួកអដែងលើទាំងអស់នេះព្រោះថាពួកគេគឺកំពុងតែបង្កើនជាមួយនឹងល្បឿនសម្រាប់លោកជីមីងបាននិយាយថាអញ្ចឹងមិនហើយការណាហើយនេះឯងពួកគេមកដល់ទីនេះលើហើយអបកាយកឃើញថាមានសំប៊ីហើយមិនបញ្ចេញខ្លះមើងអវ៉ែនតាក៏បានរកឃើញជាមួយនឹងឧបករណ៍វៃមួយឥឡូវរកឃើញថាបង្កើតជាមួយនឹងសំប៊ីដោយចំពោះលោកជីមីងនឹងបង្ហាញចំពោះពួកគេឲ្យឃើញជាមួយនឹងអ្វីមួយដែលគាត់ផលិតបានវាពិតជាអស្ចារ្យបង្ហាញចំពោះខាងកងទ័ពនាវាវិញដោយបានឃើញចំពោះអ្វីមួយគឺបានចំពោះនាវានេះប៉ុន្តែក៏ត្រូវបានការពារដោយចំពោះបរដ្ឋាតៃសានមើលទៅពួកគេក៏ភ្ញាក់ផ្អើលអំពីអំណាចរបស់បែកមួយនេះផងដែរជាពិសេសតៃសាននឹងគឺមិនបានស្ដាប់បញ្ជាចំពោះប្រធានក្រុមវាឡើយក៏បានធ្វើបាបចំពោះប្រធានក្រុមរបស់វាផងដែរសម្រាប់កូនចៅរបស់កញ្ញាហុងបានដឹងថាអបិមេធំនឹងមិនមែនជាមនុស្សធម្មតាឡើយដោយយើងបានឃើញថានាវាទាំងពីរគឺកាន់តែលឿនតែម្ដងគឺដើម្បីបំបុកគ្នាប៉ុន្តែអ្នកផ្សាយព័ត៌មានគឺកំពុងតែឆ្ងល់ដោយគាត់បានដឹងថាកញ្ញាម្នាក់ដែលសនឹងគឺគ្មានឈ្មោះនៅក្នុងបញ្ជីនោះទេប៉ុន្តែយើងគឺមិនបាច់ខ្វល់ទេយើងមើលចំពោះកញ្ញាហុងជាមួយនឹងអបេតៃសានវិញដោយមើលទៅកម្លាំងរបស់ពួកគេទាំងពីរនាក់គឺមកអន់ឡើយដល់ថ្នាក់ជាមួយនឹងនាវានោះគឺចង់ក្លាប់បាតទៅហើយកញ្ញាហុងរបស់យើងក៏មកអន់ផងដែរបញ្ចេញជាមួយអំណាចរបស់នាងវាប្រហែលទៅកាន់វាប៉ុន្តែក៏ត្រូវបានវាទប់ជាប់ជាពិសេសក៏អាចប្រើជាមួយធម្មពលដីនឹងចាប់ទៅកាន់ចំពោះកញ្ញាហុងយើងបានទៅទៀតប៉ុន្តែអញមានតែឆ្ងល់នេះកញ្ញានឹងពីណាគេណោះមិនក៏មិនដែលឃើញនៅក្នុងបញ្ជីចឹងស្រាប់តែរឿងក៏បានបង្វែរចំពោះខាងលោករដ្ឋមន្ត្រីវិញដោយបានឃើញជាមួយនឹងសំប៊ីដ៏ធំតែម្ដងដែលគឺជាអ្វីមួយផលិតឡើងដោយជារបស់លោកជីមីងសម្រាប់ចាំងស៊ីនៅស្ទូចត្រីធ្វើកាផែឡែដដែលហើយចំពោះកញ្ញាពីរនាក់នេះវិញកាត់តែបើកនាវាលឿនពេកជាចុងក្រោយត្រូវបានសំប៊ីនឹងគប់មួយដុំមកផ្ទុះបៀងបាទៅហើយនេះក៏បានធ្វើឲ្យពួកគេគឺកាន់តែមានការភ្ញាក់ផ្អើលជាខ្លាំងសូម្បីតែអ្នកផ្សាយព័ត៌មានក៏កំពុងតែឆ្ងល់ពីរឿងដែលបានកើតឡើងតែពួកគេមិនបានដឹងថានេះគឺជាស្នាដៃរបស់លោកជីមីងសម្រាប់ប្រធានាធិបតីទាំងពីរក៏បាននិយាយជាមួយគ្នាដោយពួកគេសិតតែមិនបានធ្វើអំពីរឿងនេះទាំងអស់ឡើយប៉ុន្តែលោករដ្ឋមន្ត្រីបានដឹងហើយថានៅលើកោះនោះប្រជែមានគ្រោះថ្នាក់ជាខ្លាំងតែរឿងក៏បានបង្វែរចំពោះកញ្ញាស៊ីលីងដែលនាងគឺកំពុងឲ្យចំពោះកូនចៅសំប៊ីចាំងស៊ីរបស់យើងគឺអុំទុកដោយសារតែឥឡូវនេះប្រេងរបស់នាវាគឺអស់បាត់ទៅហើយអញ្ចឹងហើយមានតែប្រើចំពោះកូនចៅចាំងស៊ីទាំងអស់នេះគឺសម្រាប់អុំទុកតែប៉ុណ្ណោះខាងចំពោះមនុស្សបុរាណវិញឥឡូវនេះទទួលបានជោគជ័យហើយនៅក្នុងការឲ្យចំពោះចាំងស៊ីគូពីមួយទៀតគឺចាប់ផ្ដើមលេចចេញឡើងយើងបានឃើញថាចាំងស៊ីគូពីហ្នឹងក៏បានធ្លាក់មកដល់ចំពោះខាងអាសំប៊ីពីរនាក់នេះតែយើងគឺអាចមើលបានថាសំប៊ីមួយនេះគឺទឹកមុខវាពិតជាកាយជាខ្លាំង